ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរបងប្អូនជួបជាមួយនឹងអ្នកគ្រូដែលអ្នកគ្រូនឹងមកបង្រៀនអំពីភាសាខ្មែរដែលយើងសិក្សាអំពីពាក្យកន្លឹះឬមួយក៏យើងហៅថាពន្យល់ពាក្យនឹងឯងអញ្ចឹងតើហេតុអីបានជាយើងចាំបាច់ត្រូវសិក្សាពន្យល់ពាក្យយើងសិក្សាពន្យល់ពាក្យឬមួយក៏ពាក្យកន្លឹះនេះណាពាក្យថ្មីសម្រាប់ឲ្យយើងងាយស្រួលនៅក្នុងការបង្កើតល្បះឬមួយក៏យើងប្រើប្រាស់ជាប្រយោគប្រចាំថ្ងៃអញ្ចឹងនៅថ្ងៃនេះអ្នកគ្រូនឹងលើកយកពាក្យកន្លឹះដែលយើងនឹងសិក្សាអំពីពាក្យថាសុចរិតសេដ្ឋកិច្ចសេនានិងសេពអញ្ចឹងតើពាក្យនីមួយៗនេះមានអត្ថន័យឬមួយក៏មានន័យដូចម្ដេចសូមបងប្អូនកលេចមកមើលទៅលើក្តារខៀននេះអញ្ចឹងពាក្យទី1គឺមានន័យថាសុចរិតពាក្យសុចរិតដែលមានឋានៈពាក្យជានាមអញ្ចឹងពាក្យសុចរិតគឺមានន័យថាការប្រព្រឹត្តល្អការធ្វើអំពើល្អអាហ្នឹងគឺគេហៅថាសុចរិតហ្នឹងហើយពាក្យទី2គឺសេដ្ឋកិច្ចអញ្ចឹងសេដ្ឋកិច្ចនេះក៏មានឋានៈពាក្យជានាមដែរសេដ្ឋកិច្ចគឺមានន័យថាម៉េចគឺជាមុខរបរដែលមានប្រយោជន៍ដ៏សំខាន់ក្នុងប្រទេសនីមួយៗអញ្ចឹងសេដ្ឋកិច្ចនេះគឺផ្ដោតសំខាន់ទៅលើមុខរបរដែលយើងធ្វើអាជីវកម្មប្រចាំថ្ងៃដែលជាប្រយោជន៍ដ៏សំខាន់ទៅដល់ប្រទេសហើយពាក្យទី3ពាក្យបន្ទាប់ទៀតគឺពាក្យថាសេនានេះគឺមានឋានៈពាក្យជានាមដូចគ្នាដែលយើងនិយាយថាជាពួកទាហានកងទ័ពឬមួយក៏រេពលអីជាដើមឬមួយក៏នៅក្នុងពាក្យខ្មែរនេះគឺយើងអាចថាជាមេទ័ពជាមេទ័ពហ្នឹងគឺមានមេទ័ពច្រើនដូចជាមេទ័ពធំអីអញ្ចឹងណាពាក្យច្រើនផ្សេងទៀតហើយពាក្យចុងក្រោយនេះគឺសេពដែលមានឋានៈពាក្យជាកិរិយាអញ្ចឹងពាក្យសេពនេះគឺមានន័យថាការរាប់រកគ្នាការរាប់រកគ្នាការប្រព្រឹត្តឬមួយក៏ការប្រើប្រាស់អ្វីផ្សេងអញ្ចឹងទៅដូចជាការរាប់អានគ្នាការប្រព្រឹត្តរឿងអ្វីមួយអញ្ចឹងអូនមកឧទាហរណ៍នៅបន្ទាប់នេះឧទាហរណ៍នេះគឺជាឧទាហរណ៍ដែលអ្នកគ្រូលើកយកមកពីសិក្សាពាក្យកន្លឹះទាំង4ពាក្យហ្នឹងអញ្ចឹងឧទាហរណ៍ទី1ទី2ទី3និងទី4គឺសិតសឹងតែមានពាក្យសុចរិតសិតតែមានពាក្យសេដ្ឋកិច្ចពាក្យសេនានិងសេពនៅក្នុងឧទាហរណ៍នីមួយៗអញ្ចឹងអូនមកឧទាហរណ៍ទី1បូណាជាកុមារដែលមានសុចរិតធម៌អញ្ចឹងបូណាជាកុមារដែលមានសុចរិតធម៌ហ្នឹងគឺមានន័យថាម៉េចអញ្ចឹងគឺគាត់ជាកុមារដែលមានសុចរិតគឺគាត់តែងតែប្រព្រឹត្តអំពើល្អគឺគាត់តែងតែជាកុមារមួយដែលប្រព្រឹត្តអំពើល្អហើយឧទាហរណ៍ទី2នេះគឺសេដ្ឋកិច្ចអញ្ចឹងសេដ្ឋកិច្ចកន្លែងនេះពាក្យប្រយោគពេញឬមកក៏ល្បះឧទាហរណ៍ហ្នឹងគេនិយាយថាម៉េចសេដ្ឋកិច្ចគឺសិក្សាអំពីមនុស្សជាតិនៅក្នុងការងារចំនួនធម្មតានៃជីវិតរស់នៅអញ្ចឹងវាអត់ខុសអីទៅនឹងពន្យល់ទេអត់ខុសអីទៅនឹងការសិក្សានៃពាក្យកន្លឹះទេដែលនៅក្នុងនេះគឺផ្ដោតទៅលើមុខរបរសំខាន់ដូចគ្នាដែលយើងប្រកបអាជីវកម្មឬមួយក៏យើងធ្វើសេដ្ឋកិច្ចនៅក្នុងជីវិតរស់នៅយើងប្រចាំថ្ងៃណាហើយឧទាហរណ៍ទី3រូបចម្លាក់សេនាមួយអង្គនេះគឺស័ក្តិសិទ្ធិណាស់អញ្ចឹងរូបចម្លាក់សេនាមួយអង្គនេះគឺយើងអាចសំដៅក្រៅពីពាក្យថាសេនាយើងអាចប្រើប្រាស់ជាពាក្យយើងអាចប្រើប្រាស់ជាទាហានរូបសំណាកទាហានរូបសំណាកកងទ័ពអីអញ្ចឹងតាមដែលយើងចង់ប្រើប្រាស់នៅក្នុងឧទាហរណ៍នីមួយប៉ុន្តែអ្នកគ្រូលើកយកពាក្យថាសេនាកន្លែងនេះយកមកប្រើប្រាស់ឧទាហរណ៍នៅកន្លែងនេះដើម្បីអ្នកគ្រូចង់បង្ហាញថាសិក្សាពាក្យកន្លឹះរបស់យើងនឹងពាក្យសេនានេះយើងអាចប្រើបាននៅក្នុងន័យច្រើនអាស្រ័យទៅលើបងប្អូនដែលចង់ប្រើណាហើយឧទាហរណ៍ទី4ឧទាហរណ៍ចង់បញ្ចប់នេះនារីនិងធីតាសេពគប់គ្នាជាមិត្តភក្តិអូនឃើញពាក្យ first ដែលអ្នកគ្រូសរសេរពាក្យក្រហមកន្លែងហ្នឹងទេអញ្ចឹងនៅពេលដែលអ្នកគ្រូសរសេរវាមានអក្សរក្រហមគឺអ្នកគ្រូដកស្រង់ចេញអំពីសិក្សាពាក្យកន្លឹះដែលមានពាក្យសេពនៅក្នុងហ្នឹងអញ្ចឹងពាក្យសេពអូនដឹងហើយណាថាការរាប់រកគ្នាការប្រព្រឹត្តឬមកក៏ការប្រើប្រាស់ឧទាហរណ៍នៅក្នុងនេះអ្នកគ្រូប្រើប្រាស់នៅក្នុងន័យការរាប់រកគ្នាបែបម៉េចគឺនារីនិងធីតាគឺគាត់បានសេពគប់គ្នាឬមួយក៏គាត់រាប់រកគ្នានឹងគឺជាមិត្តភក្តិអញ្ចឹងសិក្សាពាក្យកន្លឹះដែលអ្នកគ្រូលើកឡើងយកមកបង្ហាញបងប្អូនទាំងអស់គ្នានៅថ្ងៃនេះសង្ឃឹមថាជាគំនិតមួយឬមួយក៏ជាការបង្ហាញមួយដែលអាចឲ្យបងប្អូនសិក្សាអំពីពាក្យថ្មីទាំងអស់ហ្នឹងដើម្បីឲ្យបងប្អូនងាយស្រួលយក
ពាក្យថ្មីដែលអ្នកគ្រូបង្ហាញហ្នឹងយកទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃឬមួយក៏អូនអាចចង់បង្កើតជាល្បះឬមួយក៏អូនអាចយកវាមកប្រើប្រាស់ដើម្បីឲ្យអូនងាយស្រួលនៅក្នុងការសិក្សាពាក្យថ្មីៗបន្ថែមទៀតអញ្ចឹងសម្រាប់មេរៀននៅថ្ងៃនេះគឺអ្នកគ្រូបានបញ្ចប់ទៅត្រឹមហ្នឹងបើសិនជាបងប្អូនមានចម្ងល់បងប្អូនអាចចង់ដឹងអំពីមេរៀនបន្ថែមអាចទម្លាក់ comment នៅខាងក្រោមវីដេអូនេះបានអរគុណជម្រាបលា